ជំរាបសួរអ្នកទាំងអស់គ្នាក៏ដូចជាជំរាបសួរលោកគ្រូខ្ញុំសុខាហើយថ្ងៃនេះយើងមកនិយាយអំពីgroup management ហើយនិង file formation នៅក្នុង Linux ហើយនេះគឺជាឧទាហរណ៍ខ្លះៗដែលយើងនឹងធ្វើនៅពេលបន្តិចទៀតហ្នឹងហើយចំពោះការងារដែលយើងត្រូវធ្វើដំបូងគឺការបង្កើត group គឺយើងបង្កើត3មាន developer UI UI ហើយនិង DevOps ដើម្បីបង្កើត group បានខ្ញុំគ្រាន់តែវាយ sudo group add ហើយខ្ញុំវាយឈ្មោះរបស់ group developer អញ្ចឹងទៅហើយយើង enter មកយើងវាយ password មកនៅ group យើងនឹង add បាន successfully អញ្ចឹងខ្ញុំធ្វើការបង្កើត2ទៀតគឺមាន UI UI ហើយនិង group DevOps អញ្ចឹងគឺថាយើងបង្កើតបានជោគជ័យហើយអញ្ចឹងដើម្បីឆែកថា group យើងបានបង្កើតឬក៏អត់យើងគ្រាន់តែវាយ command cat .clear/etc ហើយ /group ហើយយើង enter មកយើងអូសមកក្រោមមកយើងនឹងឃើញ group ដែលយើងបានបង្កើត3នៅចុងក្រោយគេមិញហ្នឹងហើយការងារទី2គឺយើងធ្វើការទៅលុបនៅ group developer ដែលយើងបានបង្កើតមុនហ្នឹងអញ្ចឹងដើម្បីលុបខ្ញុំគ្រាន់តែវាយ command sudo group del មានន័យថា group delete ហ្នឹងហើយខ្ញុំវាយឈ្មោះ group ផងយើងមក developer មកយើងលុបបានជោគជ័យហើយដើម្បីឆែកវាយើងឆែកដូចមិញដែរមក cat .click/etc/group មកយើងអូសមកក្រោមមកយើងឃើញថា group developer យើងគឺបានលុបបាត់ហើយនៅសល់តែ group 2 UI UI និង DevOps ទេហើយការងារទី3យើងបង្កើត group developer ហ្នឹងមកវិញអញ្ចឹងយើងធ្វើវិញតែយើងគ្រាន់តែវាយ sudo group add developer មកហើយយើង create វាមើលមកយើងអូសមកក្រោមយើងនឹងឃើញ group developer ដែលយើងបង្កើតវាឡើងមកវិញហើយការងារបន្ទាប់យើងទៅបង្កើត file 3ដែលមានឈ្មោះថា developer process.txt UI UI.txt ហើយនិង DevOps process.txt អញ្ចឹងដើម្បីបង្កើត file បានខ្ញុំគ្រាន់តែវាយ sudo touch developer យើងដាក់ឈ្មោះ file យើង developer process.txt UI UI.txt និង DevOps គឺយើងបង្កើត3 file នៅក្នុង command តែមួយតែហ្មងចឹងដើម្បីឆែក file ដែលយើងបានបង្កើតមិញយើងគ្រាន់តែវាយ ls.l មកមានន័យថាយើងលិះវាមើលនោះយើងនឹងឃើញ file 3ដែលយើងទើបនឹងបង្កើតមិញហ្នឹងហើយចំណុចបន្ទាប់គឺយើងធ្វើការ change permission file ទៅ755ដែល755ហ្នឹងមានន័យថាowner គាត់អាចមានសិទ្ធិ read write execute ចំណែកឯ group មានសិទ្ធិត្រឹមតែ read ហើយនិង execute ទេហើយ order ក៏ដូចគ្នាគឺបានតែ read ហើយនិង execute ទេអញ្ចឹងដើម្បី change permission វាយើងគ្រាន់តែវាយ sudo chmod មានន័យថា change mode 755ផ្កាយ .txt ដោយសារតែ file យើងគឺ file .txt អញ្ចឹងវាអូខេហើយដើម្បីឆែកវាយើងគ្រាន់តែ ls.l មកយើងលិះវាមើលមក enter មកវាចេញពណ៌បៃតងអញ្ចឹងមានន័យថាយើងវាមាន permission នៅក្នុងហ្នឹងហើយចំណុចបន្ទាប់ដែលយើងត្រូវធ្វើហ្នឹងគឺយើងដាក់លក្ខខណ្ឌទៅលើ group developer ហើយនិង group UI UI ដែលអត់ឲ្យគាត់ហ្នឹង access ទៅកាន់ group DevOps បានទេគឺមានតែ owner ដែលអាច access បានជាដំបូងខ្ញុំសូមធ្វើការបង្កើត directory file មួយសិនខ្ញុំដាក់ឈ្មោះថា DevOps folder ហើយយើងលិះវាមើលយើងឃើញថា DevOps folder យើងបានបង្កើតហើយឥឡូវខ្ញុំសូមធ្វើការបង្កើតuser មួយទៀតដើម្បីឲ្យគាត់ធ្វើជា owner folder DevOps ដែលខ្ញុំបានបង្កើតមិញអញ្ចឹងខ្ញុំគ្រាន់តែវាយ sudo user add ឈ្មោះ user ហើយបន្ទាប់មកខ្ញុំ assign password ទៅកាន់ user មួយហ្នឹងខ្ញុំគ្រាន់តែវាយ sudo passwd
hay đặt cho mua user mình nó hay nhưng mà password user nhưngประกาศបានជោគជ័យហើយបន្ទាប់មកខ្ញុំធ្វើការផ្ទេរ directory of folder ហ្នឹងទៅកាន់ user ដែលខ្ញុំបានបង្កើតមិញឈ្មោះសុខាហ្នឹងដើម្បីឲ្យគាត់ធ្វើជា owner ដើម្បីផ្ទេរយើងគ្រាន់តែវាយ command sudo chown .or ជាមួយនឹងឈ្មោះ user ដែលខ្ញុំបានបង្កើតមិញហើយខ្ញុំដាក់ចុច2ឈ្មោះ group DevOps ហើយដក clear ទៅហើយនឹងឈ្មោះចុងក្រោយឈ្មោះ directory ដែលខ្ញុំបង្កើតមិញ DevOps folder ហ្នឹងអានេះវា load ខុសដោយសារតែខ្ញុំវាយ sudo ខុសចឹងមានន័យថាខ្ញុំassign DevOps folder ហ្នឹងទៅកាន់ owner ឈ្មោះសុខាហ្នឹងបានជោគជ័យអញ្ចឹងខ្ញុំគ្រាន់តែឥឡូវខ្ញុំសូមការធ្វើការ clear មួយសិនហើយខ្ញុំ ls វាមើលយើងឃើញថា user គឺសុខាហ្នឹងគាត់ខ្លាចជា owner នៅ directory DevOps folder ហ្នឹងហើយឥឡូវខ្ញុំសូមធ្វើការ set permission ទៅឲ្យ DevOps folder ហ្នឹងទៅជា700មានន័យថា owner គាត់អាចមានសិទ្ធិ read write execute group ក៏អាចមានសិទ្ធិ read write execute ដែរប៉ុន្តែ order អត់អាចទេអញ្ចឹងខ្ញុំគ្រាន់តែវាយ command sudo chmod 700ហើយជាមួយនឹងឈ្មោះ directory DevOps folder ហ្នឹងឥឡូវខ្ញុំធ្វើការបង្កើត user ដែលយើងត្រូវបង្កើត user 3ប៉ុន្តែខ្ញុំបង្កើតតែ2ទេគឺដោយសារខ្ញុំដាក់ user developer ជាមួយនឹង UI UI នៅក្នុង user តែមួយមានន័យថាព្រោះគាត់មាន permission ដូចគ្នាចឹងខ្ញុំដាក់មក sudo user add developer UI UI m.s/bin/bashបន្ទាប់មកខ្ញុំធ្វើការ assign password ទៅកាន់ user ហើយនេះ user មួយទៀតគឺ user DevOps អញ្ចឹងយើងបង្កើតដូចគ្នាខ្ញុំដាក់ឈ្មោះថា DevOps userចឹង user យើងគឺបង្កើតបានជោគជ័យហើយបន្ទាប់ពីយើងបង្កើត user បានហើយឥឡូវយើងធ្វើការ assign user ហ្នឹងទៅកាន់ group របស់គាត់នីមួយៗអញ្ចឹងខ្ញុំ assign user DevOps user ហ្នឹងទៅកាន់ group DevOps ហើយuser developer UI UI ទៅកាន់ group developer ហើយនិង group UI UI អញ្ចឹងយើងគ្រាន់តែវាយ command user mode .ag group DevOps ហ្នឹងហើយនឹង user ដែលយើងបង្កើតមិញហ្នឹង DevOps user ហ្នឹងអញ្ចឹងខ្ញុំ ID វាមើលដូចយើងឃើញថា DevOps user ហ្នឹងគាត់ស្ថិតនៅក្នុង group DevOps ហ្នឹងហើយឥឡូវខ្ញុំធ្វើការ assign user developer UI UI ម្ដងយើងវាយដូចគ្នាយើងវាយ group developer មកហើយយើងដក clear យើងដាក់ឈ្មោះ user របស់យើងដែលយើងចង់ assign ទៅដែល user ហ្នឹងគឺខ្ញុំបង្កើត2នៅក្នុងតែមួយអញ្ចឹងយើងគ្រាន់ដូរតែឈ្មោះ group មកអញ្ចឹងយើង assign បានជោគជ័យហើយឥឡូវយើងធ្វើការ ID វាមើល
នេះយើងឃើញថា user developer UI UI ហ្នឹងគាត់ស្ថិតនៅក្នុងក្រុម developer ផងហើយនិងក្រុម UX UI ផងឥឡូវខ្ញុំសាកធ្វើការចូលមកកាន់ user developer UI UI ហ្នឹងគ្រាន់តែវាយស៊ូហើយឈ្មោះ user របស់ខ្ញុំហ្នឹងហើយ password មកឥឡូវខ្ញុំវាយ HTML មកឥឡូវខ្ញុំនៅកំពុងតែនៅ user developer UI UI ហ្នឹងអញ្ចឹងខ្ញុំសាកធ្វើការ develop CD ទៅលើ develop folder ហ្នឹងវា load ថា permission deny មានន័យថា user ហ្នឹងអត់នៅក្នុងក្រុមហ្នឹងអញ្ចឹងគាត់អាចចូលមកកាន់ develop folder ហ្នឹងបានទេហើយបន្ទាប់មកយើងវាយ ID បញ្ជាក់វាមើលនោះយើងឃើញថា developer UI UI user ហ្នឹងគាត់អត់បានស្ថិតនៅក្នុងក្រុម develop ទេអញ្ចឹងបានវា load permission deny ឥឡូវខ្ញុំសាកធ្វើការ switch មកកាន់ user develop ម្ដង develop user ហ្នឹងយើងចូលដែរមក su develop user ហើយយើងវាយ password មកហើយឥឡូវខ្ញុំកំពុងតែចូលនៅ develop user ហ្នឹងអញ្ចឹងខ្ញុំ cd ខ្ញុំចូលទៅកាន់ file develop folder ហ្នឹងសុំទោសដោយសារតែខ្ញុំទៅសេ develop ខុសមិនភ្លេចឯងចឹងគឺខ្ញុំអាចចូលមកកាន់ develop folder ហ្នឹងបានហើយខ្ញុំអាច read file write file នៅក្នុងហ្នឹងបានទាំងអស់ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេអរគុណទាំងអស់គ្នាដែលបានទស្សនា